នៅក្នុងនគរមួយដ៏ខ្ពស់នៅលើភ្នំដែលមានខ្យល់អាកាសដ៏ស្រស់បំព្រងហើយពេលយប់ពោរពេញដោយពន្លឺនៃផ្កាយរាប់មិនអស់នោះមានព្រះនាងដ៏ក្លាហាននិងចិត្តល្អម្នាក់ឈ្មោះឡារ៉ារស់នៅអាណាចក្ររបស់នាងអាស្រ្តេត្រូវបានគេស្គាល់ថាមានទំនាក់ទំនងជាមួយផ្កាយតាំងពីយូរយារណាស់មកហើយម្ចាស់ក្ត្រីទី1នៃអាស្រ្តាបានបង្កើតមកុដវេទមន្តពីពន្លឺផ្កាយដែលជានិមិត្តរូបនៃប្រាជ្ញានិងការរួបរួមដែលការពារទឹកដីប៉ុន្តែយប់ដ៏មានជោគវាសនាមួយ Starry Crown ត្រូវបានគេលួចដោយស្រមោលដែលបាត់ខ្លួនក្នុងភាពងឹតដោយគ្មានមកុដទេនគរក៏ចាប់ផ្ដើមរលំផ្កាយកាន់តែស្រអាប់ដំណាំក៏ក្រៀមស្វិតប្រជាជនបាត់បង់ក្តីសង្ឃឹមព្រះនាងឡយរ៉ាដែលតាំងចិត្តសង្គ្រោះនគររបស់នាងបានចេញដំណើរស្វែងរកមកុដដែលបាត់ព្រះបតារបស់នាងជាស្ដេចបានព្យាយាមរារាំងនាងគាត់បានប្រមានថាការធ្វើដំណើរនឹងមានគ្រោះថ្នាក់គឺគ្មាននរណាម្នាក់ដឹងថាមកុដត្រូវបានគេយកទៅណាទេប៉ុន្តែឡយរ៉ាបានឈរយ៉ាងរឹងមាំមកុដគឺមិនត្រឹមតែជានិមិត្តរូបប៉ុណ្ណោះទេវាជាបេះដូងនៃព្រះរាជាណាចក្ររបស់យើងខ្ញុំត្រូវតែយកវាមកវិញជាមួយនឹងដៃគូឆ្កែចកដ៏ស្មោះត្រង់របស់នាងគឺអូរ៉េអននៅក្បែរនាងឡយរ៉ាបានផ្សងព្រេងទៅរកអ្វីដែលមិនស្គាល់ដំរុយដំបងរបស់នាងបាននាំនាងទៅ Whispering Woods ដែលជាព្រៃដែលដើមឈើហាក់ដូចជាអ៊ូតមអាតកំបាំងនៅទីនោះនាងបានជួបសត្វទីទុយចំណាស់មួយក្បាលឈ្មោះ Solara ដែលឈរនៅលើមេឃដែលស្រក់ Solara បាននិយាយថាដើមមកុដត្រូវបានកាន់កាប់ដោយ Shadow King គាត់រស់នៅក្នុងប៉ម Obsidian ហួសពីសមុទ្រស្រមោលប៉ុន្តែសូមប្រយ័ត្នព្រះនាងផ្លូវគឺក្បត់ហើយវេទមន្តរបស់ Shadow King គឺខ្លាំង Lyra បានថ្លែងអំណរគុណដល់ Solara ហើយចុចបន្តនាងបានឆ្លងកាត់សមុទ្រនៃស្រមោលនៅក្នុងទូកតូចមួយដែលដឹកនាំដោយពន្លឺខ្សោយនៃផ្កាយខាងលើទឹកងឹតហើយច្របូកច្របល់ហើយសំឡេងខ្សឹបខ្សៀវពេញអាកាសប៉ុន្តែការតាំងចិត្តរបស់ Lyra មិនដែលរវើវាយឡើយនៅពេលដែលនាងទៅដល់ត្រើយម្ខាងនាងបានរកឃើញប៉ម Obsidian ដែលជាសំណង់ដ៏ខ្ពស់នៃថ្មខ្មៅដែលហាក់ដូចជាស្រូបពន្លឺជុំវិញវាច្រកចូលត្រូវបានយាមដោយនាគដ៏គួរឲ្យភ័យខ្លាចដែលមានជញ្ជីងងឹតដូចពាក់កណ្ដាលអធ្រាត្រ Lyra ចូលទៅជិតនាគបេះដូងរបស់នាងលោតញាប់នាងបាននិយាយថាពួកខ្ញុំជាព្រះនាង Lyra នៃ Astra គឺខ្ញុំបានមកដើម្បីដណ្ដើមយក Starry Crownនាគស្រែកឡើងភ្នែករបស់វាភ្លឺដូចភ្លើងក៏ហេតុអីក៏ខ្ញុំត្រូវឲ្យអ្នកឆ្លងកាត់លីរ៉ាឈោខ្ពស់យាមមកុដជារបស់ប្រជាជនរបស់ខ្ញុំបើគ្មានវាទេនគររបស់យើងនឹងដួលរំខ្ញុំសុកចិត្តប្រឈមមុខនឹងបញ្ហាណាមួយដើម្បីយកវាមកវិញនាគបានសិក្សានាងរួចមកក្បាលក៏ភាពក្លាហានរបស់អ្នកគឺពិតប៉ុន្តែដើម្បីចូលទៅក្នុងប៉មអ្នកត្រូវឆ្លើយសំណួរនេះថាខ្ញុំមិនមានជីវិតទេប៉ុន្តែខ្ញុំធំឡើងខ្ញុំអត់មានសួតទេខ្ញុំត្រូវការខ្យល់តើខ្ញុំជាអ្វីលីរ៉ាគិតដោយប្រុងប្រយ័ត្នក៏ភ្លើងនាងឆ្លើយនាគដើរចេញទៅក្រៅដោយអនុញ្ញាតឲ្យនាងចូលទៅក្នុងប៉មនៅខាងក្នុង Lyra ប្រឈមមុខនឹងច្រករបៀងបត់និងជញ្ជាំងផ្លាស់ប្ដូរប៉ុន្តែដោយមានអារម្មណ៍ចង់បានរបស់ Orion និងវិចារញ្ញាណរបស់នាងបានរកឃើញផ្លូវទៅបន្ទប់បល្ល័ង្ករបស់ Shadow King Shadow King អង្គុយលើបល្ល័ង្កនៃគ្រីស្តាល់ខ្មៅ Starry Crown សម្រាកនៅលើក្បាលរបស់គាត់ពន្លឺរបស់វាមានសភាពស្រអាប់ហាក់ដូចជាតស៊ូដើម្បីបំភ្លឺក្នុងភាពងឹតឯងហ៊ានដេញខ្ញុំទេព្រះនាងស្ដេចស្រមោលបានសើចចំអក Lyra បាននិយាយយ៉ាងម៉ឺងម៉ាត់ថាដើមមកុដមិនមែនជារបស់អ្នកទេគឺវាជាកម្មសិទ្ធិរបស់ប្រជាជន Astra ហើយខ្ញុំនឹងមិនចាក់ចេញដោយគ្មានវាទេស្ដេចស្រមោលសើចគឺបន្ទាប់មកបញ្ជាក់ពីតម្លៃរបស់អ្នកគាត់បានកោះហើយសត្វដែលមានស្រមោលមកវាប្រហារនាងប៉ុន្តែ Lyra បានឈរនៅលើដីរបស់នាងបានចងចាំមេរៀនក្នុងវ័យកុមារភាពរបស់នាងពន្លឺនោះតែងតែអាចបំបត្តិភាពងឹតបាននាងបានផ្ដោតលើមកុដដោយអំពាវនាវដល់វាដោយអស់ពីចិត្តមកុដបានឆ្លើយតបពន្លឺរបស់វាកាន់តែភ្លឺឡើងរហូតដល់វាពេញបន្ទប់ស្រមោលបានស្រែកឡើងរលាយហើយស្ដេចស្រមោលត្រូវបង្ខំឲ្យដកថយលីរ៉ាបានដាក់មកុដលើក្បាលនាងហើយពន្លឺរបស់វាបានផ្ទុះឡើងបំភ្លឺប៉មនឹងដីខាងក្រៅផ្កាយនៅលើមេឃបានសោយរាជភាពភ្លឺស្វាងរបស់ពួកគេបានស្ដារឡើងវិញនៅពេលដែល Lyra ត្រឡប់ទៅ Astra នគរបានរីករាយដំណាំរីកចម្រើនក្តីសង្ឃឹមរបស់ប្រជាជនត្រូវបានបង្កើតឡើងវិញហើយផ្កាយបានភ្លឺជាងរាល់ដង Lyra ត្រូវបានគេសរសើរថាជាវីរបុរសប៉ុន្តែនាងដឹងថាវីរបុរសពិតគឺជាពន្លឺនៃមកុដហើយភាពក្លាហានដែលវាបានបំផុសគំនិតក្នុងនាងចាប់ពីថ្ងៃនោះមកលីរ៉ាបានគ្រប់គ្រងដោយប្រាជ្ញានិងក្តីមេត្តាដោយចងចាំមេរៀននៃដំណើររបស់នាងជានិច្ចសូម្បីតែនៅក្នុងគ្រាដ៏ងឹតបំផុតក៏ដោយក៏ពន្លឺនិងក្តីសង្ឃឹមអាចគ្រប់គ្រងបាន
សិលធម៌នៃរឿងភាពក្លាហានការតាំងចិត្តនិងអំណាចនៃពន្លឺអាចយកឈ្នះសូម្បីតែភាពងឹតដ៏ជ្រៅបំផុតកម្លាំងពិតគឺស្ថិតនៅលើការក្រោកឈរឡើងសម្រាប់អ្វីដែលត្រឹមត្រូវនិងការពារអ្នកដែលពឹងផ្អែកលើអ្នក